ចាជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅវីដេអូរបស់ខ្ញុំជាច្រើនលើកជាច្រើនសារមកហើយចាអំពីខ្ញុំចុះដីកាន់ចប់កាន់អីណាចឹងណាតាមពិតទៅគឺខ្ញុំកំពុងតែឈូសឆាយដីចាកាយដីតិចតិចដែលនៅក្បែរហ្នឹងចាយកមកបំពេញក្រឡុកដែលឆ្កែរបស់ខ្ញុំឆ្កែរបស់ខ្ញុំ2គ្រឿងបាទដែលបានកាយអញ្ចឹងទៅណាហើយវាធ្វើឲ្យខ្ញុំពិបាកនឹងការធ្វើដំណើរដូចជាខ្ញុំបរទេសរបស់ខ្ញុំគឺ570ចាហើយឆ្ងល់ទៀតហើយបងប្អូនថាអីជនដែលមានពិការភាពហេតុអីក៏មានឡានសុទ្ធ570តាតាមពិត570ហ្នឹងគឺអតិសរបស់ខ្ញុំចាអតិសដែលខ្ញុំជិះរងថ្ងៃហ្នឹងជំនួសជើងជំនួសអីហ្នឹងចាជំនួសជើងតាក្បជៈតែម្ដងច្បាស់លាស់ក្រៃស្រណអ្នកពិការហើយមានឡានអីជិះអីចឹងមិនមែនទេមិនមានទេបងប្អូនទាំងអស់គ្នាចា570របស់ខ្ញុំគឺអតិសនឹងឯងបងប្អូនទាំងអស់គ្នាហើយពេលខ្លះខ្ញុំចង់ក៏ចែករំលែកពាក់ព័ន្ធចឹងទៅនឹងរូបខ្ញុំផ្ទាល់តែម្ដងចាគឺកំពុងតែបំពេញសកម្មភាពដើម្បីហើយឲ្យញើសវាហូរផងដែរចាគឺកំពុងតែឈូសឆាយពេញដីហើយគឺកំពុងតែបង្ហាប់ដីនឹងឲ្យណែនក្តាន់តែម្ដងកុំឲ្យវាឆ្កែវាកាយទៀតណាបងប្អូនទាំងគ្នាហើយកាលណាយើងដីអត់រៀបស្មើការបរទេសទៅវិញទៅមកនឹងគឺអត់ស្រួលទេបងប្អូនគឺប្រហែលជាអាចកលាប់អញ្ចឹងទៅយើងធ្វើយ៉ាងម៉េចស្រួលសម្រួលខ្លួនយើងណាឲ្យយើងងាយស្រួលសម្រាប់យើងធ្វើដំណើរតែម្ដងហើយពេលខ្លះបងប្អូនយល់ថាពីការនៅតែលើអតេសទៅមិនបាច់ចាំទៅធ្វើអីចេះណាតាមពិតមិនអាចទេបងប្អូនការរងចាំការទន្ទឹងការដេកចាំប្រេងសំណាងក៏អត់បានសំណាងមកលើយើងទេបើសិនជាយើងមិនបានបញ្ចេញនៅពលកម្មអីវ៉ៃមួយនោះបងប្អូនទាំងគ្នាហើយយើងមិនអាចនៅដេកស៊ីអីទេបានបងប្អូនចាភាគច្រើនគឺខ្ញុំអាចបំលាស់ទីខ្លួនឯងបានខ្ញុំអាចទៅណាបានដោយខ្លួនឯងចឹងណាចាហើយយើងក៏វាមិនអាចនៅមកគួយឡែងមួយកន្លែងបានទេបងប្អូនទាំងគ្នាកាលណាបើយើងធ្វើបានយើងត្រូវតែបញ្ចេញញើសទៅដើម្បីសុខភាពរបស់យើងផងដែរចាហើយភាគច្រើនបងប្អូនក៏សួរខ្ញុំថាចូលចិត្តបរោះជើងអត់ចេះខ្មាស់គេទេអីចាខ្ញុំចង់ជម្រាបទៅដល់បងប្អូនថាខ្ញុំអត់ខ្មាស់គេទេបងប្អូនចាគឺខ្ញុំគាត់ថាចែករំលែកអំពីបទពិសោធន៍ខ្ញុំអំពីការរស់នៅជីវិតពិតរបស់ខ្ញុំវាយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាបងប្អូនចាខ្ញុំអត់បានធ្វើអីខុសទេបងប្អូនទាំងអស់គ្នាចានេះគាត់ថាខ្ញុំចង់ចែករំលែកទៅដល់បងប្អូនមួយចំនួនដែលគាត់អត់យល់អំពីជនដែលមានពិការភាពតម្រូវការរបស់ជនដែលមានពិការភាពត្រូវការអីខ្លះអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាតើគាត់អាចធ្វើអីបានខ្លះក្នុងប្រចាំការងារប្រចាំថ្ងៃរបស់គាត់អញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាលើកទីជាច្រើនដងមកហើយដែលខ្ញុំបានបំពេញនៅសកម្មភាពរបស់ខ្ញុំនៅលើដីតែម្ដងចា